ជម្រាបសួរអ្នកទាំងអស់គ្នានំពោតចៀនគឺកម្របានឃើញមែនទែនហើយក៏មិនសូវមានបងប្អូនខ្មែរគាត់ធ្វើបង្ហាញតាមបណ្ដាញសង្គម Facebook ឬក៏ YouTube ដែរខ្ញុំជ្រើសរើសពោតដំណើបយកមកធ្វើនំពោតចៀនប្រសិនបើប្រើពោតអត់ស្អិតគឺអត់ល្មួតជាប់គ្នាទេហើយម្សៅដែលខ្ញុំប្រើគឺជាម្សៅឆានេះគឺជាគ្រឿងផ្សំដែលនាងខ្ញុំបានសរសេររ៉ាយរ៉ាប់ប្រាប់នៅក្នុងคลิปវីដេអូនេះអស់ហើយប៉ុន្តែប្រសិនបើពោតនឹងមានរសជាតិផ្អែមត្រូវតែបន្ថយស្ករបើពោតនឹងមានរសជាតិសាបគឺដាក់ស្ករដែលតាមខ្ញុំប្រាប់ហ្នឹងទៅគឺរសជាតិល្មមឆ្ងាញ់តែម្ដងហើយពោតជាតិនេះគឺកម្រមានឃើញបងប្អូនខ្មែរណាគាត់ធ្វើបង្ហាញណាពេលចៀនពោតកុំបើកភ្លើងចង្ក្រានឲ្យក្តៅខ្លាំងពេកគឺបើកល្មមបានហើយពីព្រោះចៀនតាមដំណើរកុំបង្ខំកាលណាយើងដាក់ភ្លើងខ្លាំងវាខ្លោចគឺពោតនឹងអត់ឆ្អិនទេពេលចៀននំពោតកុំប្រើខ្លាញ់ច្រើនពេកម្សៅដែលខ្ញុំយកមកលាយជាមួយពោតគឺជាម្សៅឆាហើយខ្ញុំបានដាក់ឈ្មោះនៅក្នុងคลิปវីដេអូនឹងរួចហើយអ្នកនរគ្នារកទៅមើលទិញទៅនៅតាមទីផ្សាររបស់អាស៊ីហើយពោតនឹងនិយាយពីល្មួតអញ្ចឹងហ្មងនេះអូជាមួយម្សៅហ្នឹងរសជាតិហូបទៅដូចនំជៀលយើងស្រុកខ្មែរឆ្ងាញ់ខ្លាំងណាស់ហើយឈ្ងុយមិត្តភ័ក្តិemថាឆ្ងាញ់ល្មមហើយជាតិអូជាតិអ្នកទាំងអស់គ្នាមើលនេះឡើងល្មួតហ្មងណាអូយវាបញ្ចូលសលេងបរើឃ្លានទៀតនេះកប់សេរីហ្មងតំណងអ្នកនរគ្នាឃើញទេអូកប់ក្លៀនខ្លាំងណាស់ចង់ញ៉ាំទៀត